ឱកាសសម្រាប់ស្ត្រីដែលមានអាយុចាប់ពី25ឆ្នាំដល់35ឆ្នាំដែលមានបំណងក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំកម្រិតថ្នាក់អាស៊ានឥឡូវនេះកម្មវិធី Hubswell ASEAN Women Leadership Summit 2026បានផ្ដល់ឱកាសទៅដល់ស្ត្រីដែលមានអាយុចាប់ពី25ឆ្នាំដល់35ឆ្នាំចូលរួមក្នុងការអភិវឌ្ឍខ្លួនប្រែក្លាយទៅជាស្ត្រីដែលមានភាពជាអ្នកដឹកនាំនៅក្នុងសហគមន៍និងនៅក្នុងតំបន់នៅក្នុងឆ្នាំនេះប្រទេសកម្ពុជានឹងជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីនេះដោយគេក្រុងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី30ខែតុលាដល់ថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2026នៅរាជធានីភ្នំពេញសម្រាប់ស្ត្រីដែលជាប់នៅក្នុងកម្មវិធីនេះនឹងទទួលបានវគ្គបណ្ដុះបណ្ដាលរយៈពេល5ខែដែលគេសិក្សាតាមរយៈអនឡាញនិងការសិក្សាដោយផ្ទាល់ដោយគេផ្ដោតទៅលើសិក្ខាសាលាការចុះទស្សនកិច្ចនិងសកម្មភាពជាក្រុមដោយវគ្គបណ្ដុះបណ្ដាលនឹងទទួលការហ្វឹកហាត់ពីគ្រូដែលមកពីវិស័យអប់រំឧស្សាហកម្មនិងអភិវឌ្ឍសហគមន៍ចំពោះដំណាក់កាលទី1អ្នកនរគ្នានឹងសិក្សាតាមរយៈអនឡាញដោយគេសិក្សារយៈពេល2ម៉ោងរៀងរាល់2ខែម្ដងហើយសម្រាប់ដំណាក់កាលទី2គេតម្រូវឲ្យអ្នកនរគ្នាចូលរួមដោយផ្ទាល់រយៈពេល1សប្ដាហ៍ហើយបន្ថែមរយៈពេល3ថ្ងៃបន្ថែមទៀតដើម្បីអ្នកនរគ្នាមានពេលគ្រប់គ្រាន់សម្រាប់សិក្សាពីគ្នាទៅវិញទៅមកនិងអភិវឌ្ឍភាពជាអ្នកដឹកនាំស្ត្រីចំពោះលក្ខន្តិកៈគេជ្រើសរើសស្ត្រីដែលមានអាយុចាប់ពី25ឆ្នាំដល់35ឆ្នាំហើយមកពីប្រទេសដែលជាសមាជិកអាស៊ានទីមកខាងកើតប៉ាពូញូហ្គីណេនិងនេប៉ាល់ហើយបន្ថែមពីនេះត្រូវមានការសិក្សាល្អអាចប្រើប្រាស់ភាសាអង់គ្លេសល្អប្រសើរហើយជាពិសេសមានឆន្ទៈក្នុងការចែករំលែកការស្វែងយល់ការសិក្សាហើយមានបំណងក្នុងការផ្លាស់ប្ដូរសង្គមនិងមានភាពជាអ្នកដឹកនាំស្ត្រីសម្រាប់ស្ត្រីដែលមានចំណាប់អារម្មណ៍លើកម្មវិធីនេះសូមចុចទៅកាន់ link ខាងលើដើម្បីអានព័ត៌មានបន្ថែមហើយដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី19ខែមេសាឆ្នាំ2026ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីថាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69